អ្នកនាំពាក្យកងទ័ពជើងគោកថៃលោកវិនថៃស៊ូវ៉ារីបានចេញមុខបដិសេធថាថៃមិនដែលប្រើអាវុធគីមីបាញ់ស្រោចមកលើកម្ពុជានោះទេការនិយាយទាំងបញ្ជាខ្មាស់មាត់នេះគឺឆ្លើយតបទៅនឹងនាយឧត្តមសេនីយ៍ផនណារ៉ាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្ត្រនិងវិទ្យុសកម្មនៃប្រទេសកម្ពុជាដែលទំនាយថាអាជ្ញាធរជំនាញបានរកឃើញសារធាតុគីមីច្រើនប្រភេទនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយបញ្ចប់សង្គ្រាមការរកឃើញនេះបន្ទាប់ពីយោធាថៃបានប្រើប្រាស់គ្រាប់បែកប្រភេទធន់ធ្ងន់គ្រាប់បែកចង្កោមនិងផ្សែងពុលដែលច្បាប់អន្តរជាតិបានហាមឃាត់ទន្ទឹមនោះនាយឧត្តមសេនីយ៍ផនណារ៉ាបានសង្កត់ធ្ងន់ថាក្រោយសង្គ្រាមបញ្ចប់នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេដោយឥឡូវរកឃើញទាំងសារធាតុគីមីមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍និងធ្វើផែនការរៀបចំដើម្បីបន្សាបឬបំផ្លាញចោលដែលទាមទារឲ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយឆ្លើយតបចំពោះរឿងនេះអ្នកនាំពាក្យកងទ័ពថៃបែរជានិយាយទាំងបញ្ជាក់ខ្មាស់ថាកម្ពុជាកំពុងបំភ្លៃស្ថានភាពដើម្បីបង្កើតការយល់ច្រឡំនិងសុំជំនួយពីបរទេសនេះបើតាមការផ្សាយរបស់ខោសុតកាលពីថ្ងៃច័ន្ទទី20ខែតុលាឆ្នាំ2025លោកវិនថៃចេះនិយាយទៅរួចថាការចោទប្រកាន់នេះគឺជាការបំភ្លៃការពិតសុទ្ធសាធគ្មានភស្តុតាងគាំទ្រនិងខ្វះទម្ងន់ផ្លូវច្បាប់លោកបញ្ជាក់ថាថៃមិនដែលធ្វើប្រតិបត្តិការអាវុធគីមីអ្វីឡើយតែទៅនឹងម្សៅផូស្វ័រពណ៌សអ្នកនាំពាក្យរួមនេះអះអាងថាគោលបំណងចម្បងរបស់វាគឺដើម្បីបង្កើតផ្សែងពន្លឺការផ្ទុះនិងភ្លើងវាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមីហៅកាត់ថា CWC ទេជាងនេះទៅទៀតមិនមានសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការរក្សាទុកឬប្រើប្រាស់គ្រាប់រំសេវប្រភេទនេះឡើយដូច្នេះថៃអាចរក្សាទុកនិងប្រើប្រាស់វាសម្រាប់បេសកកម្មយោធាក្រោមក្របខ័ណ្ឌនៃច្បាប់អន្តរជាតិទោះបីជាយ៉ាងណានេះគឺជាការដោះសារយ៉ាងត្រឡប់ត្រលិនផ្ទុយពីការមុនដែលលោកវិនថៃខ្លួនឯងនេះហើយជាអ្នកទទួលស្គាល់ចេញពីមាត់ផ្ទាល់ថាថៃពិតជាប្រើប្រាស់សារធាតុគីមីផូស្វ័រពណ៌សបាញ់ស្រោចមកលើកងទ័ពកម្ពុជាមែនការទទួលស្គាល់នោះគឺនៅថ្ងៃអង្គារទី19ខែសីហាឆ្នាំ2025នឹងត្រូវបានចុះផ្សាយដោយសារព័ត៌មានថៃ Inquirer ថែមទៀតផងលោកសារភាពថាកងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដា